ការnày đểថាឪពុកម្ដាយលែងគ្នាហើយកូនត្រូវទៅនៅជាមួយនឹងឪពុកជាមួយនឹងម្ដាយចុងហើយម្ដាយចុងហើយនឹងឪពុកនឹងវាយធ្វើបាបកូនណាខ្ញុំឃើញការnàyអញ្ចឹងកាត់ឡើងច្រើនមែនតើនៅក្នុងប្រទេសយើងណាមិនមែនធម្មតានៅក្នុងប្រទេសយើងឯងសូម្បីតែនៅប្រទេសកូរ៉េខាងត្បូងណាដោយតែការnàyដែលខ្ញុំនឹងនិយាយថ្ងៃហ្នឹងអញ្ចឹងគឺវាស្តៀងទៅនឹងការnàyបែបអញ្ចឹងដែរគាត់ថាលើសនឹងមកកម្រិតទៀតដោយការnàyមួយនេះគឺការឡើងទៅលើក្មេងស្រីម្នាក់ដែលមានអាយុធំតែ5ឆ្នាំទេដែលគាត់មានឈ្មោះថាកូជុនហ៊ីដែលគាត់គឺជាជនជាតិកូរ៉េខាងត្បូងណាអ្នកនរគាត់កើតនៅក្នុងឆ្នាំ2012នៅការកើតហេតុហ្នឹងគឺក្នុងឆ្នាំ2017ដែលគាត់មានអាយុធំតែ5ឆ្នាំទេពុកម្ដាយរបស់ជុនហ៊ីគឺគាត់បានលែងលះគ្នាដោយជុនហ៊ីគឺគាត់ត្រូវទៅនៅជាមួយឪពុកស្របពេលហ្នឹងដែរឪពុករបស់គាត់ហ្នឹងក៏មានប្រពន្ធចុងអញ្ចឹងគាត់ត្រូវទៅនៅជាមួយឪពុកម្ដាយចុងរបស់គាត់ហើយនឹងម្ដាយរបស់ម្ដាយចុងរបស់គាត់ដែលត្រូវជាយាយចុងរបស់គាត់ហ្នឹងការដែលក្មេងស្រីអាយុធំតែ5ឆ្នាំបាត់បង់ភាពកក់ក្ដៅពីម្ដាយឪពុកម្ដាយក៏លែងលះគ្នាហើយត្រូវទៅនៅជាមួយឪពុកជាមួយម្ដាយចុងគឺជីវិតអត់ស្រួលទេអ្នកគ្នាម្ដាយចុងមិនដូចម្ដាយបកាទេអញ្ចឹងស្របពេលហ្នឹងដែរក្នុងឆ្នាំ2017ខែ12ថ្ងៃ8ហ្នឹងគឺឪពុកគាត់គឺបាន report ទៅកាន់ប៉ូលីសនៅប្រទេសកូរ៉េខាងត្បូងហ្នឹងប្រាប់ថាគាត់គឺបានបាត់កូនស្រីគាត់អស់រយៈពេល7 ปีទៅទេគ្រាន់តែប៉ូលីសទូបានការ report មួយនឹងភ្លាមគឺគាត់សញ្ញាចិត្តហ្មងអ្នកនរគ្នាឪពុកមិនដែលថាកូនស្រីអាយុ5ឆ្នាំម្នាក់បាត់ខ្លួនដល់ឡើងពីទៅđấyតុំតែ report គឺគាត់មានអារម្មណ៍ថាអត់ស្រួលហ្មងណាយ៉ាងហោចណាស់បើថាមនុស្សធំក្នុងករណីមនុស្សធំបាត់ខ្លួន24ម៉ោងចាំ report តែនេះក្មេងស្រីធំតែអាយុ5ឆ្នាំណាហើយទុកគ្នាឡើងពីទៅđấyឆ្ងល់ពីទៅហ្នឹងជំងឺហោខ្លួនឯងក៏មិនពីចឹងគឺគាត់ប៉ូលីសគាត់ឃើញចឹងគាត់ដឹងថាគឺក្តីហ្នឹងមិនមែនធម្មតាជាករណីបាត់ខ្លួនទេចឹងគាត់ក៏ចាប់ផ្ដើមប្រមូល DNA ទៅវិញហើយគាត់ចាប់ផ្ដើមដើរហោវិញចឹងនៅពេលដែលគាត់ដើរហោហ្នឹងគាត់ក៏បានប្រទះសាកសពរបស់ក្មេងស្រីម្នាក់នៅជំរាលភ្នំនៅម្ដុំកាន់សាងតំបន់ហ្នឹងគឺឈ្មោះកាន់សាងខ្ញុំអត់ដឹងថាខ្ញុំអានត្រូវអត់ទេតែតំបន់ហ្នឹងមានឈ្មោះអញ្ចឹងគាត់ក៏បានយកសាកសពហ្នឹងធ្វើ DNA ទៅក៏ដឹងថាសាកសពហ្នឹងគឺជារបស់ជុនហ៊ីគាត់ប៉ុណ្ណឹងភ្លាមគឺប៉ូលីសអត់មានសង្ស័យណាគេឆ្ងាយគឺសង្ស័យឪពុកហ្នឹងហ្មងហើយនឹងម្ដាយចុងហ្នឹងហ្មងអញ្ចឹងគេក៏បានយកគាត់ទៅសួរចម្លើយទៅជីកសួរខ្លាំងមែនតើហ្មងណាបន្ទាប់ពីមួយថ្ងៃក្រោយមកគឺឪពុកហ្នឹងក៏បានសារភាពទៅកាន់ប៉ូលីសថាគាត់ពិតជាបានវាយជុនហ៊ីហ្នឹងមែនដំបូងគឺគាត់អត់សារភាពថាគាត់សម្លាប់ពេលគាត់និយាយថាគាត់បានប្រើប្រាស់អំពើហិង្សាទៅលើជុនហ៊ីដោយសារសាកសពរបស់ជុនហ៊ីពេលគេយកទៅពិនិត្យពិសោធន៍វិច័យហ្នឹងគឺឆ្អឹងគាត់បាក់ច្រើនកន្លែងខ្លាំងមែនតើចឹងឪពុកហ្នឹងគឺគាត់បានសារភាពថាគាត់ប្រើប្រាស់អំពើហិង្សាទៅលើជុនហ៊ីដោយការទាត់ចំកោជើងទាត់ចំខ្នងហើយវាយដាល់អីចឹងទៅហើយមិនមែនឪពុកអញ្ចឹងឪពុកចុងអីគឺឪពុកបកាទៅណានេះគឺវាយដំទៅលើកូនស្រីដែលមានអាយុធម្មតា5ឆ្នាំយ៉ាងសាហាវហ្មងហើយសំខាន់មិនមែនធម្មតាឪពុកបកាអ្នកវាយទេម្ដាយចុងហើយនឹងម្ដាយរបស់ម្ដាយចុងហ្នឹងក៏រួមគំនិតនៅក្នុងការវាយដំទៅលើក្មេងស្រីជន់ហ៊ីដែលគាត់មានអាយុ5ឆ្នាំហ្នឹងដែរប៉ូលីសគាត់លើអញ្ចឹងគឺគេច្បាស់100%ហ្មងសូម្បីតែខ្ញុំមិនប៉ូលីសសុកលើអញ្ចឹងគឺខ្ញុំដឹងហ្មងថាហ្នឹងហើយឪពុកហ្នឹងហើយជាអ្នកសម្លាប់ដល់ពេលទៅជីកសួរខ្លាំងមែនតើហ្មងបានគាត់សារភាពថាគាត់ពិតជាឈរដៃវាយរហូតដល់កូនគាត់ស្លាប់មែនពេលដែលគាត់វាយព្រាមហ្នឹងគឺកូនគាត់អត់ទាន់ស្លាប់ទេរបៀបថាកូនគាត់សុំតែគាត់ផឹកហើយប្រាប់ថាឧបបាក់ដកទៅហើមណាខ្ញុំដឹងថាពេលហ្នឹងគឺគ្នាវេទនាមកចឹងណាអ្នកនរគ្នាគាត់និយាយប្រាប់ឪពុកគាត់អញ្ចឹងណាហើយឪពុកហ្នឹងឃើញអត់ស្រួលចឹងក៏បានចាប់កូនហ្នឹងឡើងឡានដើម្បីទៅកាន់មន្ទីរពេទ្យប៉ុន្តែពេលតាមផ្លូវហ្នឹងគឺកូនហ្នឹងបានស្លាប់ពាក់កណ្ដាលផ្លូវហើយអញ្ចឹងឪពុកហ្នឹងគឺអត់មាន report ប្រាប់ប៉ូលីសឬក៏ព្យាយាមយកទៅពេទ្យដើម្បីឲ្យសង្គ្រោះទេណាគឺគាត់ចាប់ផ្ដើមដឹកសាកសពកូនស្រីរបស់គាត់ហ្នឹងដើម្បីទៅកប់និយាយទៅបំផ្លុំចោលហ្មងសាកសម័យមើលអ្នកនរគ្នាឪពុកបង្កើតយកសាកសពរបស់កូនស្រីបកាខ្លួនឯងដែលមានអាយុតែ5ឆ្នាំឯងនិយាយតើទាន់នឹងអីគ្នាក្មេងណាយកទៅកប់ដោយសារតែស្នាដៃខ្លួនឯងវាយលើសដៃជ្រុលដៃតែធ្វើឲ្យកូនស្រីនឹងស្លាប់សាកសម័យមើលអ្នកនរគ្នាគាត់ថាខ្ញុំអានព័ត៌មាននឹងភ្លាមណាឈាមខ្ញុំពុះយកហ្មងអ្នកនរគ្នាគឺឪពុកហ្នឹងមិនមែនជាមនុស្សឯងដូចដេរឆាអញ្ចឹងណាខ្ញុំនិយាយឲ្យគាត់ស្ដាប់បន្តិចចុះថាឆ្កែក៏គេនៅចេះស្រឡាញ់កូនគេដែរណាអ្នកនរគ្នាមកតាអាប៉ែនេះវិញគឺគាត់អន់ជាងសត្វឆ្កែទៀតនិយាយចេះហ្មងហើយសំខាន់ណាពេលដែលគាត់សារភាពហ្នឹងមិនមែនគាត់អ្នកវាយតែម្នាក់ឯងទេគឺប្រពន្ធចុងរបស់គាត់ហ្នឹងក៏វាយទៅលើកូនស្រីហ្នឹងដែរអ្នកនរគ្នាវាថាគាត់ពុកវាយចឹងប្រពន្ធចុងហ្នឹងចាប់ដើមដាក់ម្ដាយមួយជើងដែរអញ្ចឹងហើយសំខាន់ណាម៉ែរបស់ប្រពន្ធចុងហ្នឹងក៏គាត់រួមកំណត់នៅក្នុងរឿងហ្នឹងដែររបៀបយកសាកសពទៅលាក់យកអីចឹងណាយើងជាឪពុកនៅពេលដែលយើងលែងលះជាមួយនឹងអតីតប្រពន្ធយើងយកកូនយើងមកអញ្ចឹងយើងគួរណាតែផ្ដល់ភាពកក់ក្ដៅឲ្យកូនប៉ះប៉ូវឲ្យកូនឬក៏ការពារស្រឡាញ់កូនមិនមែនថាវាយកូនដល់ថ្នាក់ស្លាប់អញ្ចឹងទេហើយរឿងមួយទៀតដែលធ្វើឲ្យឈាមខ្ញុំហត់តពុះទៀតនៅក្នុងរឿងក្តីនេះគឺការកាត់ក្តីអ្នកនរគ្នាគឺតុលាការកាត់ក្តីឲ្យឪពុកនឹងជាប់គុកធំតែ20ឆ្នាំទេតែគាត់មានវិបត្តិនៅក្នុងការសម្លាប់កូនគាត់ណាជីវិតមួយដែលគាត់បង្កើតជាប់គុកធំតែ20ឆ្នាំទេហើយប្រពន្ធចុងរបស់គាត់គឺជាប់គុកដំបូងគេកាត់ទោសឲ្យជាប់គុក4ឆ្នាំហើយតបមកក៏បានឡើងទៅតុលាការដើម្បីស្នើសុំឲ្យសម្រាលទោសទៀតណាមានមុខនៅក្នុងការស្នើសុំសម្រាលទោសទៀតណាប៉ុន្តែតុលាការគឺគេរចចោលហើយកាត់ក្តីសាមីឲ្យឪពុកនឹងជាប់គុក20ឆ្នាំទៅដែរហើយម្ដាយចុងនឹងគឺជាប់គុក10ឆ្នាំហើយនឹងម្ដាយរបស់ម្ដាយចុងនឹងគឺជាប់គុក4ឆ្នាំខ្ញុំគិតថាប៉ុណ្ណឹងក៏នៅតែទោសស្រាលសម្រាប់3អ្នកគាត់ដែរដោយសារជីវិតក្មេងស្រីម្នាក់ដែលគ្នាអត់ដឹងអីណានឹងថាគ្នាស្លាប់វេទនាមិនមុនពេលដែលគ្នាស្លាប់ត្រូវស្លាប់ដោយសារដៃឪពុកបកាម្ដាយចុងហើយនឹងម្ដាយរបស់ម្ដាយចុងនឹង3អ្នកហ្នឹងគឺទោសប៉ុណ្ណឹងគឺអត់ស័ក្តិសមជាមួយនឹងអីដែលគាត់ធ្វើទៅលើក្មេងស្រីម្នាក់ហ្នឹងឯង
nè thường cái đây giờ ngày nó cứ mi tập năng té bảo sân chỉ mong ôn mình tới đây nó không đây nó cứ ai comment che nó không nâng bàn hay chăm chui từ like Facebook page nó follow IG bao nhiêu nhạc mùi phong chụp ní đâu việc đâu khỏi